ក្តៅមុនការប្រកួតរបស់កីឡាករពេជ្រសម្បត្តិឈានចូលមកដល់ប្រម៉ូទ័រដ៏ល្បីឈ្មោះមួយរូបគឺលោកអ៊ូខេមរ៉ាបានចេញមកធ្វើការដែលបង្ហោះសារដោយនិយាយចំយ៉ាងដូចនេះពីពេជ្រសម្បត្តិជាការប៉ុណ្ណាដោយដែលបងប្អូនមហាជនហ្វេនអ្នកគាំទ្រគុណខ្មែរបានដឹងទាំងអស់គ្នាហើយសម្រាប់វត្តមានកីឡាករពេជ្រសម្បត្តិក្របីព្រៃមុខដៃដែលត្រូវប៉ាជាមួយនឹងកីឡាករសុកធីមនុស្សឈើក្នុងជំនួបនៃការដែលប្រកួតដែលរៀបចំពីខាងស្ថានីយ៍ទូរទស្សន៍ហងមី HD TV ដែលបានសហការជាមួយនឹងទឹកពិសាកម្ពុជាព្រឹត្តិការណ៍ Extreme Power Boom ការបរិច្ឆេទថ្ងៃ28ខែមីនាឆ្នាំ2025ចាប់ពីម៉ោង3រសៀលទៅគឺនៅសល់ប្រមាណត្រឹមតែ2ម៉ោងទៀតតែប៉ុណ្ណោះបងប្អូនសម្រាប់កម្មវិធីនឹងចាប់ផ្ដើមហើយទន្ទឹមនឹងនេះផងដែរជំវិញទៅជាមួយនឹងពេជ្រសម្បត្តិនិងសុកធីនេះមានការដែលជជែកវែកញែកច្រើនហើយក៏មានលោកគ្រូក៏បានចេញមកធ្វើការដែលវិភាគហើយទន្ទឹមនឹងនេះផងដែរចំពោះ fan អ្នកដែលគេហៅថាគ្រប់ត្រស្រឡាញ់ពេជ្រសម្បត្តិគាត់ថាពេជ្រសម្បត្តិនឹងទទួលបាននូវជ័យជំនះហើយអ្នកដែលស្រឡាញ់គ្រប់ត្រសុកធីថាសុកធីនឹងទទួលបាននូវជ័យជំនះអញ្ចឹងមតិគឺមានផ្ទុយគ្នាទៅតាមការដែលស្រឡាញ់ចូលចិត្តដោយឡែកយើងងាកទៅកាន់លោកអ៊ូខេមរ៉ាដែលជាប្រម៉ូទ័រល្បីឈ្មោះមួយរូបបងប្អូនលោកក៏នៅមិនសុខនោះដែរក៏បានចេញមកធ្វើការដែលបង្ហោះសារដែលភ្ជាប់ជាមួយនឹងរូបភាពមួយសន្លឹកហើយបានសរសេរនៅសំណេរដោយនិយាយចំយ៉ាងដូចនេះពីពេជ្រសម្បត្តិមួយប្រកួតថ្ងៃនេះអ្នកដែលមើលរំលងកណ្ដាប់ដៃរបស់កីឡាករពេជ្រសម្បត្តិថ្ងៃនេះនឹងយល់ច្បាស់កីឡាករកម្ពុជាស្រឡាញ់ទាំងពីរប៉ុន្តែថ្ងៃនេះសូមយកពេជ្រសម្បត្តិហើយអញ្ចឹងនេះគឺជាសារទាំងស្រុងរបស់លោកអ៊ូខេមរ៉ាជំវិញទៅជាមួយនឹងការដែលប្រកួតរបស់កីឡាករពេជ្រសម្បត្តិដែលត្រូវប៉ះជាមួយនឹងកីឡាករសុកធីយ៉ាងដូច្នោះហើយពេលវេលាការបរិច្ឆេទនៅសាលត្រឹមតែប្រមាណម៉ោងទៀតនោះទេនឹងឈានចូលមកដល់ហើយចំពោះ admin ក៏ថាសម្រាប់គូនេះបើសុកធីគាត់អាចទប់ជាមួយនឹងកណ្ដាប់ដៃរបស់កីឡាករពេជ្រសម្បត្តិបាននោះសុកធីនឹងមានភាគរយប៉ុន្តែផ្ទុយទៅវិញបើគាត់មិនអាចទប់ជាមួយនឹងកណ្ដាប់ដៃក៏ដូចជាការដែលដេញបុកពីសំណាក់កីឡាករពេជ្រសម្បត្តិបាននោះទេនោះសុកធីអាចនឹងដាច់ទឹកឬក៏ចូលអាវុធរបស់កីឡាករពេជ្រសម្បត្តិត្រូវបញ្ចប់ការប្រកួតនៅក្នុងទឹកណាមួយ